សម្រាប់ថ្ងៃរោងដីយ៉ាងនេះត្រូវជាថ្ងៃទី22ខែសីហាឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំរកាវកហើយនឹងជូតចំពោះអ្នកដែលត្រូវការធាតុដីក៏ល្អប្រសើរផងដែរយើងឃើញថាធម្មពលនៃធាតុដីមានកម្លាំងខ្លាំងមកទាំងរាសីមេឃហើយនឹងរាសីដីចំណែកឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងមុខរបរជីវកម្មការងារការគ្រប់គ្រងនៅលំហូរសាច់ប្រាក់មានឆ្នាំចធាតុទឹកវ័យ45ឆ្នាំនិងចធាតុឈើវ័យ33ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងត្បូងហើយនឹងកណ្ដាលផ្ទះឬក៏កណ្ដាលបន្ទប់ចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃនៅទិសខាងត្បូងឈៀងខាងកើតការដែលយើងចង់ចាប់លាបឬក៏បន្ទុះលាបយើងអាចប្រើប្រាស់បាននៅទិសខាងត្បូងឈៀងខាងកើតទី2 135 អង្សាដោយការដាក់ជាទឹកមានចលនាឬក៏យើងដុតទៀន9ដើមក៏បានក្នុងការដែលយើងពិបាកនៅក្នុងការគ្រប់គ្រងភ្លើងទៀនយើងអាចដោតជាគោមអំបិលបាននៅក្នុងចន្លោះម៉ោង7ទៅម៉ោង9ព្រឹកម៉ោង9ព្រឹកទៅម៉ោង11ថ្ងៃត្រង់និងមួយវេនចុងក្រោយម៉ោង3ទៅម៉ោង5រសៀលសម្រាប់កិច្ចការងារសំខាន់ដែលយើងចង់ចាប់ផ្ដើមឬក៏ប្រព្រឹត្តនៅក្នុងថ្ងៃនេះផ្ទាល់ដែលជាថ្ងៃមានធម៌ពលល្អប្រសើរដូចជាការចាប់ផ្ដើមការសិក្សាអាជីវកម្មថ្មីការប្រមូលបំណុលការផ្ដាច់ឬក៏រំលាយកិច្ចសន្យាបុកគ្រឹះសាងសង់ជួសជុលការធ្វើទីផ្សារតំណែងអធិដ្ឋានសមាធិបន់ស្រន់ចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អប្រសើរចំពោះការផ្លាស់ប្ដូរទីលំនៅការបើកបរធ្វើដំណើរគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទៅលើកិច្ចការងារទាំងអស់នេះនៅក្នុងថ្ងៃទី27ខែសីហាខាងមុខនេះជាថ្ងៃសែនក្បាលទឹកចំពោះខាងខ្ញុំមានរៀបជាឈុតกระดาษសែននៅជំនាងផ្ទះពភូមិលោកតាម្ចាស់ចង្ក្រានកងម៉ាឬក៏ខ្មោចអនាថាបងប្អូនអាចធ្វើការកម្មង់នៅឈុតกระดาษសែនទាំងអស់នេះបានខ្ញុំនឹងរើសពេលវេលាទៅតាមដួងថ្ងៃខែឆ្នាំកំណើតរកពេលវេលាដ៏ល្អនៅក្នុងការសែនជូនបងប្អូនសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅលើ page នេះផ្ទាល់ជូនពរសំណាងល្អ